ប្រិយមិត្តដែលគ្រប់គ្រងស្លាប់បន្ទាប់ក្នុងបញ្ចាំអាចនឹងមិនសប្បាយរីករាយនោះទេបន្ទាប់ពីលឺដំណឹងមួយនេះគេដឹងថាកីឡាករយូដៃអូកាវ៉ាដែលជាកីឡាករស្នូលសម្រាប់ក្លឹបបន្ទាប់ក្នុងបញ្ចាំដែលបានចាក់ចេញពីក្លឹបក្នុងបញ្ចាំនោះអាចនឹងចូលរួមជាមួយនឹងក្លឹបមួយនៅក្នុងលីកកំពូលកម្ពុជាត្រៀមខ្លួនរួចរាល់បងប្អូនការផ្លាស់ប្ដូរនេះអាចជាការផ្លាស់ប្ដូរដែលមានចម្រុងចម្រាស់បំផុតនៅក្នុងប្រវត្តិសាស្ត្រលីកកំពូលកម្ពុជាតើយូដៃអូកាវ៉ានឹងទៅកាន់ក្លឹបមួយណានៅក្នុងលីកកំពូលកម្ពុជាតែយើងបានដឹងហើយតើតើនឹងក្លឹបដែលគេនឹងត្រូវចូលហើយកិច្ចព្រមព្រៀងនោះគឺនឹងបានបញ្ចប់រួចទៅហើយក្នុងការចុះកុងត្រាក់ដោយសារការស្នើរបស់ក្លឹបឥឡូវនេះយើងមិនអាចបញ្ចេញថាតើកីឡាកររូបនេះនឹងទៅកាន់ក្លឹបមួយណាឡើយអ្វីដែលយើងអាចបញ្ជាក់បាននោះគឺកីឡាកររូបនេះគឺស្ថិតនៅក្នុងការលេងនៅក្នុងលីកកំពូលដដែលនៅរដូវកាលក្រោយយើងរងចាំមើលការប្រកាសជាផ្លូវការ Kingdom of Football នៅជាមួយលោកអ្នកជាមួយនឹងការផ្ទុះជាមួយនឹងព័ត៌មានដ៏អស្ចារ្យមួយនេះអរគុណច្រើន